แต่ការព្យាបាលជំងឺមហារីកថ្លើមមានអ្វីខ្លះការព្យាបាលជំងឺមហារីកហាក់មានភាពស្មុគស្មាញដែលទាមទារឲ្យមានកិច្ចខិតខំប្រឹងប្រែងយ៉ាងសោកស្រាក់សោកស្រាំពីសំណាក់អ្នកជំនាញដើម្បីទទួលបានលទ្ធផលវិជ្ជមានមួយតួយ៉ាងការព្យាបាលជំងឺមហារីកថ្លើមក៏មិនខុសប្លែកពីជំងឺមហារីកដទៃនោះទេដោយសារដំណើរការនៃការព្យាបាលគឺធ្វើឡើងដោយផ្អែកទៅលើគោលបំណងធំ3គឺបំបត្តិចោលទាំងស្រុងនៃដុំមហារីកបញ្ឈប់ការរីកលូតលាស់នៃកោសិកាមហារីកធ្វើឲ្យប្រសើរឡើងវិញនូវគុណភាពជីវិតបន្ទាប់ពីការគ្រប់គ្រងនៅរោគសញ្ញានៃជំងឺមហារីកការឈឺចាប់ពិបាករំលាយអាហារប្រភេទនៃវិធីសាស្ត្រក្នុងការព្យាបាល 1. ការវះកាត់ជាវិធីសាស្ត្រព្យាបាលមានសក្តានុពលខ្ពស់ដែលជាជម្រើសក្នុងការព្យាបាលចំពោះសភាពជំងឺដែលស្ថិតនៅក្នុងដំណាក់ដំបូងនៃជំងឺមហារីកថ្លើមក្នុងករណីខូចខាតតែមួយផ្នែកនៃសរីរាង្គថ្លើមការព្យាបាលអាចធ្វើឡើងដោយការកាត់ផ្នែកដែលមានជំងឺចេញតែប៉ុណ្ណោះឬ liver resection វិធីសាស្ត្រក្នុងការវះកាត់មួយផ្នែកទៀតគឺស្ដែងចេញតាមរយៈការបដិសរីរាង្គថ្លើមទាំងស្រុងដោយចំនួនសរីរាង្គថ្លើមថ្មីមួយទៀតដែលត្រូវនឹងបុគ្គលនីមួយៗផលវិបាកនៃការព្យាបាលដោយការវះកាត់អាចស្ដែងចេញដូចជាការកើតមានកំណកឈាមនៅសរសៃវែងជ្រៅការហូរឈាមបញ្ហាបេះដូងនិងចង្វាក់ដង្ហើមការឆ្លងមេរោគនិងប្រតិកម្មចំពោះថ្នាំស្ពឹកប្រសិនការព្យាបាលដោយការវះកាត់មិនអាចប្រព្រឹត្តទៅបានការព្យាបាលផ្សេងនឹងត្រូវបានណែនាំក្នុងគោលបំណងគ្រប់គ្រងនូវស្ថានភាពជំងឺដោយកាត់បន្ថយរោគសញ្ញានិងធ្វើឲ្យប្រសើរឡើងវិញនូវគុណភាពជីវិតការរំលាយដុំមហារីកឬ tumor ablation ជាវិធីសាស្ត្រក្នុងគោលបំណងបំផ្លាញចោលនៃដុំមហារីកតាមរយៈការប្រើប្រាស់កម្ដៅវិទ្យុសកម្មឬ radio frequency ដោយរលកនៃសារធាតុវិទ្យុសកម្មនោះបានឆ្លងកាត់តាមរយៈមជុលដើម្បីកម្ចាត់ចោលនៃកោសិកាមហារីកក្នុងកម្រិតកម្ដៅដ៏ខ្ពស់មួយសារធាតុអាល់កុលដោយការចាក់អេតាណុលតាមស្បែក percutaneous ethanol injection ឬ PEI សារធាតុអាល់កុលត្រូវបានចាក់បញ្ជូនទៅកាន់កោសិកាមហារីកតាមមជុលដើម្បីបំផ្លាញដុំមហារីកនោះដំណើរការវិធីសាស្ត្ររំលាយដុំមហារីកតែងតែត្រូវបានធ្វើឡើងនៅក្នុងផ្នែករូបសាស្ត្រដោយសារវាជាជំនួយសម្រាប់ឲ្យវេជ្ជបណ្ឌិតអាចចាក់បញ្ចូលមជុលសម្ដៅទៅរកកោសិកាមហារីកតាមស្បែកបានផ្អែកទៅលើ ultrasound ឬ CT scan ការរំលាយដុំសាច់មហារីកអាចបង្កជាផលប៉ះពាល់ដូចជាការឈឺចាប់ក្នុងពោះឡើងកម្ដៅការឆ្លងមេរោគនិងការហូរឈាមជាដើមជាទូទៅវិធីសាស្ត្រនេះនឹងត្រូវអនុវត្តម្ដងទៀតពេលដែលដុំមហារីកលូតលាស់ជាថ្មីការព្យាបាលជាប្រព័ន្ធការព្យាបាលដោយគីមីជាការប្រើប្រាស់ថ្នាំប្រឆាំងនឹងជំងឺមហារីកសម្រាប់សម្លាប់ឬរារាំងការលូតលាស់កោសិកាមហារីកវាអាចជួយគ្រប់គ្រងរោគសញ្ញាដោយបង្រួមនិងពន្យាការលូតលាស់នៃកោសិកាមហារីកការព្យាបាលដោយគីមីត្រូវបានអនុវត្តឡើងដោយការចាក់តាមសរសៃវ៉ែននិងតាមរយៈការចាក់បញ្ជូនតាមរបៀប chemoembolization រូបភាពទី2ដែលជាការចាក់ថ្នាំគីមីចូលទៅក្នុងសរសៃវែងចិញ្ចៀមកោសិកាមហារីកថ្លើមដោយសារធាតុនោះរួមបញ្ចូលទៅដោយសារធាតុជែលនិងផ្លាស្ទិកតូចៗដើម្បីបិទលំហូរទៅកាន់កោសិកាមហារីកថ្លើមយ៉ាងណាមិញវិធីសាស្ត្រការចាក់ថ្នាំគីមីមិនសុទ្ធតែស័ក្តិសមចំពោះគ្រប់អ្នកជំងឺទេពីព្រោះវាអាចធ្វើឡើងតែក្នុងលក្ខណៈដែលមុខងារថ្លើមនៅមានដំណើរការបានល្អគ្រប់គ្រាន់ចំពោះផលប៉ះពាល់រួមមានមិនឃ្លានអាហារចង្អុលកង្អួកអកកម្លាំងជ្រុះសក់ឈឺមាត់ការឡើងនៃការឆ្លងមេរោគរាគថយចុះកោសិកាឈាមនិងអាចរួមបញ្ចូលនឹងការឡើងកម្ដៅឬការឈឺចាប់នៅករណីព្យាបាលតាមរយៈ chemoembolization ការព្យាបាលឲ្យចំគោលដៅឬ targeted therapy ជាការប្រើប្រាស់ថ្នាំឬសារធាតុមានឥទ្ធិពលរារាំងការលូតលាស់និងរីករាលដាលនៃកោសិកាមហារីកដោយវាទៅជ្រៀតជ្រែកនឹងម៉ូលេគុលសំខាន់នៃការលូតលាស់និងវិវត្តទៅជាកោសិកាមហារីកផលប៉ះពាល់មិនឃ្លានអាហារចង្អុលកង្អួកអស់កម្លាំងជ្រុះសក់រាគថយចុះកោសិកាឈាមសការប្រែប្រួលស្បែកបាតដៃនិងជើងការព្យាបាលដោយវិទ្យុសកម្មឬ radiotherapy សារធាតុវិទ្យុសកម្មដ៏ខ្លាំងក្លាបានបំផ្លាញឬរារាំងកោសិកាមហារីក
ប៉ុន្តែវិធីសាស្ត្រខាងលើនេះមិនសូវត្រូវបានប្រើប្រាស់ដើម្បីព្យាបាលចំពោះជំងឺមហារីកថ្លើមដោយផ្ទាល់នោះទេដោយគេច្រើនតែអនុវត្តវាដើម្បីកាត់បន្ថយការឈឺចាប់ចំពោះអ្នកមានបញ្ហាមហារីកឆ្អឹងឬ bone metastasis បណ្ដាលពីមហារីកថ្លើមផលប៉ះពាល់អាចកើតឡើងនៅខាងក្រៅដូចជារលាកស្បែកចង្អុលកង្អួកនិងអស់កម្លាំងដែលវាអាចនឹងបាត់ទៅវិញបន្ទាប់ពីការព្យាបាលបានចប់ការថែទាំត្រូវបានផ្ដល់ឲ្យអ្នកជំងឺដែលស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃជំងឺមហារីកថ្លើមលក្ខខណ្ឌក្នុងការជ្រើសរើសការព្យាបាលជាពិតណាស់មិនមានការព្យាបាលណាដែលល្អស័ក្តិសមចំពោះអ្នកជំងឺគ្រប់បុគ្គលនោះទេដោយវេជ្ជបណ្ឌិតត្រូវធ្វើការសម្រេចចិត្តផ្អែកទៅលើស្ថានភាពអ្នកជំងឺនិងលក្ខណៈរបស់ជំងឺដូច្នេះទើបការរៀបចំការព្យាបាលជំងឺមហារីកថ្លើមទាមទារឲ្យមានចូលរួមពីសំណាក់អ្នកជំនាញជាច្រើនផ្នែកចំណែកឯប្រសិទ្ធភាពនៃការព្យាបាលក៏មានការប្រែប្រួលទៅតាមដំណាក់កាលនៃជំងឺមហារីកលក្ខណៈនៃដុំមហារីកហានិភ័យក៏ដូចជាស្ថានភាពសុខភាពទូទៅនៃអ្នកជំងឺអត្រានៃការជាសះស្បើយគេអាចកំណត់បានអត្រានៃការជាសះស្បើយតាមដំណាក់កាលទី1 50% ទៅ 70% ដំណាក់កាលទី2 30% ទៅ 50% ដំណាក់កាលទី3 10% ដំណាក់កាលទី4 0% ទង្វើគួរធ្វើអំឡុងពេលព្យាបាលអ្នកជំងឺទាំងអស់ត្រូវអនុវត្តតាមការណែនាំរបស់វេជ្ជបណ្ឌិតដូចជារបបអាហារជៀសវាងអាហារមានជាតិហឹរអាហារជ្រានិងអាំងភេសជ្ជៈមានជាតិហ្គាសនិងអាល់កុលជាដើមរបបអនាម័យគួរពាក់ម៉ាស់មុខលាងសម្អាតផ្លែឈើនិងបន្លែលាងសម្អាតដៃមុនពេលបរិភោគអាហារបន្ទាប់ពីចូលបង្គំនិងបន្ទាប់ពីធ្វើដំណើរតាមដងផ្លូវជៀសវាងការមានរបួសនានាគោរពការណាត់ជួបនៃការព្យាបាលឲ្យបានតឹងតែងហាមគេចវេះពីការព្យាបាលប្រសិនមិនមានហេតុផលចាំបាច់បកស្រាយដោយវេជ្ជបណ្ឌិតទូរ៉ូបូវ៉ាតាទីយ៉ាណាវេជ្ជបណ្ឌិតឯកទេសជំងឺមហារីកចំពោះកូនក្មេងនិងមហារីកទូទៅដែលសប្តាហ៍ថ្ងៃជាប្រធានផ្នែកមហារីកនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ